ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមាន Vivo Y21 មួយគ្រឿងពុកម៉ែបងប្អូនដែលវាមានបញ្ហាជាប់ Google Account ហើយសម្រាប់ការដោះ Google Account របស់យើងដែរគឺយើងធ្វើការដោះដោយដៃពុកម៉ែបងប្អូនយើងអត់ប្រើប្រាស់ tool ឬកម្មវិធីជំនួយណាដើម្បីធ្វើការដោះទេតោះឥឡូវយើងកុំឲ្យរងចាំយូរយើងចូលទៅទស្សនាវីដេអូទាំងអស់គ្នាសម្រាប់ទូរស័ព្ទម្ដាយនេះគឺយើងធ្វើការដោះដោយចុច volume ខាងគៀនពុកម៉ែបងប្អូនខាងគៀន2ហ្នឹងតោះឥឡូវយើងទៅចុចធ្វើទាំងអស់គ្នាពុកម៉ែបងប្អូនសម្រាប់ម្ដាយនេះវាធ្វើងាយដែរពុកម៉ែបងប្អូននេះគឺយើងចុច volume ខាងគៀននេះយើងចុចឲ្យជាប់អញ្ចឹងមកពុកម៉ែបងប្អូនមកយើងធ្វើការចុចឲ្យចំមកវានឹងលោតចេញមកបែបនេះពុកម៉ែបងប្អូននេះលោតចេញមកបែបនេះបន្ទាប់មកគឺយើងយកអាហ្នឹងមកយើងចុច2ដងណាពុកម៉ែបងប្អូនកន្លែងហ្នឹងចុច2ដងហើយគឺយើងគោះអក្សរ Alt បច្រាស់ពេលដែលពុកម៉ែបងប្អូនគោះអក្សរ Alt បច្រាស់ហើយពុកម៉ែបងប្អូនយកកន្លែងនេះពុកម៉ែបងប្អូនយកកន្លែងនេះចុច2ដងបន្ទាប់មកគឺវាចេញឲ្យ voice សលេងហើយយើងនិយាយទៅយើងនិយាយ open Google Assistant ណាពុកម៉ែបងប្អូនមកម្ដងទៀតអក្សរ Alt បច្រាស់ហើយយើងនិយាយ open Google Assistant យើងនិយាយតទៀតក៏បានវាយក៏បានកន្លែងហ្នឹងតែសម្រាប់ខ្ញុំចង់វាយពុកម៉ែបងប្អូនខ្ញុំចង់វាយ YouTube ហ្មងកន្លែងហ្នឹងគឺតែពុកម៉ែបងប្អូនអាចនិយាយតបានទៀតហើយពេលដែលចេញអញ្ចឹងហើយយើងចុចអា volume ខាងគៀន2ហ្នឹងយើងចុចផ្ដាច់ YouTube ហ្នឹងពេលដែលយើងចុចផ្ដាច់សុំទោសម៉ែបងយើងចុចផ្ដាច់យើងចុច2ដងលើថាច់ហ្នឹងបន្ទាប់មកគឺយើងវាយ YouTube គឺវាចេញបែបនេះពុកម៉ែបងប្អូនចេញមកពុកម៉ែបងប្អូនធ្វើការចុចចូលកន្លែងហ្នឹងមកបន្ទាប់មកពុកម៉ែបងប្អូនធ្វើការចុចចូលកន្លែងហ្នឹងមកចុចចូលកន្លែងនេះវានឹងចេញជ្រុំពុកម៉ែបងប្អូននិយាយវានឹងចេញកន្លែងឲ្យវាយ website បន្ទាប់មកពុកម៉ែបងប្អូនធ្វើការវាយ website នេះមកនេះ website ដូចពុកម៉ែបងប្អូនបានឃើញនៅលើកញ្ចក់វីដេអូហ្នឹងគឺពុកម៉ែបងប្អូនវាយតាមមកគឺយើងយកកន្លែងនេះមកពុកម៉ែបងប្អូនណាដើម្បីយើងចូលទៅក្នុង setting របស់វាបន្ទាប់មកពុកម៉ែបងប្អូនអស់រក setting ណានេះ setting ពុកម៉ែបងប្អូនយើងចូលក្នុង setting ហ្នឹងមកហើយសម្រាប់ទូរស័ព្ទនេះគឺមាន version 12ពុកម៉ែបងប្អូនមកឥឡូវយើងទៅធ្វើបន្តទៀតយើងយកកន្លែងនេះមកបន្ទាប់មកគឺយើងធ្វើការ restore ពុកម៉ែបងប្អូនយើង restore វាមួយចោលសិនណាពុកម៉ែបងប្អូនធ្វើការ restore all setting ចោលមួយសារសិនមកនេះយើងធ្វើការ restore មកហ្នឹងហើយពុកម៉ែបងប្អូនបន្ទាប់ពីយើងធ្វើការ restore ហើយគឺវាចេញមនុយដើមដូចបែបនេះអញ្ចឹងបន្ទាប់មកគឺយើងធ្វើការចុចណា volume ខាងគៀនហ្នឹង2ដងតតែពេលដែលវាអូពុកម៉ែបងប្អូនយើងទៅ connect Wi-Fi សិនពេលដែលយើងអត់ connect Wi-Fi គឺយើងចុចអត់ចូលណាពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនចុចចូលកន្លែង connect Wi-Fi ហ្នឹងមកពេលដែលពុកម៉ែបងប្អូន connect Wi-Fi ហើយគឺយើងចុច volume ខាងគៀន2ហើយគោះអក្សរ Alt បច្រាស់យកកន្លែងនេះមកហើយយើងនិយាយ open Google Assistant ពេលដែលយើងនិយាយហើយចេញបែបនេះបន្ទាប់មកពុកម៉ែបងប្អូនធ្វើការចុចផ្ដាច់វិញពុកម៉ែបងប្អូនចុចផ្ដាច់កុំឲ្យយើងពិបាកចុចកន្លែងហ្នឹងណាពុកម៉ែបងប្អូនវាយទៅតាមហ្នឹងមកណានេះគឺចេញ YouTube ហើយពេលដែលចេញ YouTube ហ្នឹងគឺយើងចូលទៅផ្លូវដដែលពុកម៉ែបងប្អូនគឺយើងចូលទៅផ្លូវដដែលយើងចូលទៅរកដើម្បី Safari ដើម្បីវាយ website នេះដូចជាជ្រុំដូចជាអីណាពុកម៉ែបងប្អូននេះអានេះ website ដែលយើងវាយពីមុនហ្នឹងគឺវានៅជាប់កន្លែងហ្នឹងយើងអាចយកប្រើម្ដងទៀតបានយើងអត់បាច់វាយទេយើងចុចចូលកន្លែងហ្នឹងមកយើងយកកន្លែងសោនេះពុកម៉ែបងប្អូនពេលពុកម៉ែបងប្អូនចូលយកកន្លែងសោហើយគឺយើងធ្វើការចាក់សោពុកម៉ែបងប្អូនណាអញ្ចឹងនេះកន្លែងកូដនេះពុកម៉ែបងប្អូនចង់ដាក់ប្រមាណក៏បានដែរអត់អីទេតែពុកម៉ែបងប្អូនឲ្យតែពុកម៉ែបងប្អូនចាំណាពេលដែលវាយចូលហើយគឺចុច connect ហើយគឺយើងយកកន្លែងហ្នឹងមកនេះពុកម៉ែបងប្អូនពេលពុកម៉ែបងប្អូនយកកន្លែងហ្នឹងហើយពុកម៉ែបងប្អូនអាចចាក់លុកសោសិនអាចចាក់ចុច volume power មកប៉ាក់ទៅដើម្បីធ្វើការលុកសោមើលតើការចាក់សោរបស់យើងគឺបានជោគជ័យអត់ពេលដែលវាជាប់សោអញ្ចឹងមានន័យថាការធ្វើរបស់យើងគឺបានជោគជ័យពុកម៉ែបងប្អូនអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៅទៀតយើងថយឲ្យអស់មកពុកម៉ែបងប្អូនឬក៏ពុកម៉ែបងប្អូនធ្វើការបិទបើកគ្រឿងក៏បានដែរពុកម៉ែបងប្អូនអត់អីទេពេលដែលយើងធ្វើការបិទបើកគ្រឿងហើយគឺយើងចុចទៅគឺបានហើយហ្នឹងហើយពុកម៉ែបងប្អូនពេលដែលយើងធ្វើការបិទបើកគ្រឿងហើយគឺវាចេញបែបនេះគឺវាចេញមានសោបែបនេះតោះឥឡូវយើងទៅធ្វើការអត្ថបទទាំងអស់គ្នាយើងគ្រាន់តែចុចតាមអ្វីដែល program ដែលវាត្រូវការហ្នឹងមកគឺបានហើយគឺយើងចុច next ចុចអីទៅតាមអ្វីដែលវាទាហ្នឹងមកឥឡូវយើងធ្វើការចុចបន្តទៅទៀតចុចទៅទៀតយើងធ្វើការចុចទៅហើយគឺវាចេញបែបនេះពុកម៉ែបងប្អូនពេលដែលចេញបែបនេះវានឹងទារោសោពុកម៉ែបងប្អូនសោដែលយើងធ្វើការលុកអំបញ្ញមាញ់នេះគឺយើងវាធ្វើការទាសោដល់ពេលធ្វើការទាសោយើងបញ្ចូលលេខកូដដែលយើងបានលុកហ្នឹងទៅគឺវាដាច់អូតូតែម្ដងមកឥឡូវយើងធ្វើការចុចអានេះមកដល់ត្រង់ចំណុចហ្នឹងបងប្អូនគឺវានឹងទាសោហើយណាអញ្ចឹងពេលដែលទាសោពុកម៉ែបងប្អូនវាយលេខកូដដែលពុកម៉ែបងប្អូនបានដាក់មុនហ្នឹងមកសម្រាប់ខ្ញុំគឺដាក់04ដើមនេះហើយយើងចុចបន្តទៅទៀតពេលដែលយើងចុចបន្តទៅទៀតគឺ Google account គឺបានផ្ដាច់ដោយអូតូយកតែម្ដងគឺវាបានរំលងឲ្យអញ្ចឹងវាចេញសញ្ញា skip នេះយើង skip វាទៅពុកម៉ែបងប្អូនយើងធ្វើការ skip ទៅគឺដាច់ហើយ Google account ហ្នឹងវាអត់នៅជាប់អីទៀតទេគឺវាមានភាពងាយស្រួលដែរពុកម៉ែបងប្អូនសម្រាប់ការ
ការដោះ Google account តាមរបៀប unlock key នេះចូលហើយនេះយើង skip មកម៉ែបងគឺយើង skip ទៅតាមវាមកពេលដែលយើង skip ទៅគឺដល់មនុស្សយកតែម្ដងគឺអត់មានបញ្ហាអីនៅជាប់ Google account ដូចពីមុនដែលយើងពិបាកក្នុងការធ្វើនោះទេសម្រាប់ Vivo Y21 គឺការដោះ Google account គឺបែបនេះពុកម៉ែបងហើយសម្រាប់ Vivo ម្ដាយផ្សេងដែរក៏អាចនឹងធ្វើស្តៀងនឹងការដោះបែបនេះដែរអញ្ចឹងពុកម៉ែបងប្អូនជួបទូរស័ព្ទដែលមាន version ប្រហែលលើក្រោមហ្នឹងឬក៏ version ហ្នឹងសម្រាប់ model ផ្សេងពុកម៉ែបងប្អូនអាចធ្វើតាមវិធីហ្នឹងបានហើយវិធីនេះវាងាយស្រួលក្នុងការធ្វើទេគឺយើងអត់ត្រូវប្រើប្រាស់ឧបករណ៍ជំនួយដូច computer ដូចជា tool សម្រាប់ការដោះទេហើយក៏វាលឿនដែរពុកម៉ែបងប្អូនវាអត់យូរទេហ្នឹងហើយពុកម៉ែបងប្អូនឥឡូវការដោះ Google account គឺបានជោគជ័យ 100% ហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូសូមជួយចុច Subscribe Channel មួយផង Follow Page Like Share ដើម្បីជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណជំរាបលា